បាទសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញដល់អ្នកទាំងអស់គ្នាអំពីការចាក់ពណ៌ផ្សេងៗទៅលើរូបភាពរបស់យើងនៅក្នុងកម្មវិធី Adobe Illustrator អូខេអញ្ចឹងជាទូទៅបើយើងចង់ចាក់ពណ៌បងប្អូន select ទៅលើទម្រង់ណាមួយហើយបងប្អូនទៅដូរពណ៌ម្ដងមួយត្រូវអត់គឺថាបែបនេះឯងអញ្ចឹងខ្ញុំចុចឲ្យមើលថាเราយើងចុចពណ៌ណាមួយតម្រងណាមួយហើយដូរពណ៌ម្ដងមួយអញ្ចឹងបើយើងធ្វើបែបនេះគេថា view អូខេអញ្ចឹងដើម្បីឲ្យលឿនខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីវិធីសាស្ត្រក្នុងការចាក់ពណ៌លឿនក្នុងពេលតែមួយហើយបានច្រើនពណ៌ទៀតដំបូងបងប្អូនទៅ select តម្រងដែលយើងចង់បានទាំងប្រមាណហ្នឹងចូលគ្នាទាំងអស់មកតមកបងប្អូនទៅយកពណ៌ដែលយើងចង់បានអូខេអញ្ចឹងពណ៌ណាដែលបងប្អូនចង់បានចង់ចាក់ទៅលើវាបងប្អូនអាច select លើវាបានប្រមាណពណ៌ក៏បានដែរបងប្អូនចុច shift ហើយ select ពណ៌ដែលបងប្អូនចង់បានឬក៏មួយទៀតបងប្អូនអាចចុច control ឲ្យជាប់មកហើយចុចពណ៌ដែលបងប្អូនចង់បានអូខេអញ្ចឹងពណ៌ខាងក្រៅនេះខ្ញុំរើសហើយអញ្ចឹងខ្ញុំចុចទាំងអស់ប្រអប់វាមកបន្តមកទៀតខ្ញុំទៅយកពាក្យ file តមក script មកបងប្អូនយកពាក្យ random swatch field ណាឃើញហ៎ពេលយើងចុចមកវាលោតឲ្យបែបនេះអញ្ចឹងបងប្អូនអាចចុចម្ដងទៀតក៏បានដែរអូខេមកចុចអូខេមកចុចម្ដងទៀត file script តមក random swap field នឹងមកអូខេឃើញហើយអញ្ចឹងបងប្អូនអាចធ្វើបែបហ្នឹងបានក្នុងកម្មវិធី Adobe Illustrator